អង្គលេមិនចាំបាច់ភ័យអីដល់ថ្នាក់ហ្នឹងទេបាទគាត់គួរតែមើលតម្រាបលោកចុះស្មូញោនៅពេលណាដែលគាត់ឈ្នះហើយគ្រាន់តែគាត់មិនសូវប្រយុទ្ធប៉ុន្តែឲ្យគាត់ទៅលេងការពារអញ្ចឹងគាត់មិនការពារដល់ថ្នាក់ហ្នឹងទេបាទអញ្ចឹងមានន័យថាការលេងមកគាត់លេងធម្មតាបែបធម្មតាប៉ុន្តែកីឡាករគេហៅថារបៀបទៅមុខដកថយបាទតែរំសារ៉ាសវណ្ណចូលកពើណារំចូលកពើទៅមុខទៅក្រោយបាទអត់ទៅណាទេមកវងហ្នឹងប៉ុន្តែការគ្រប់គ្រងរបស់គាត់ល្អមែនប៉ុន្តែការគ្រប់គ្រងបាល់គេហៅថាលេងទៅលេងមកបាទហើយរបៀបមួយគេហៅថាបងដឹងស្រាប់ហើយតែនៅចង់បានគ្រាប់ពេកហើយខាងមួយទៀតគេបដើធ្វើអូហើយចិនចិត្តជើងចង់បានគ្រាប់ណាมันឈឺណាมันក្តៅបុកប៉ាំងយ៉ាងណាពីណីបើពីណីតម្រាំតែងើបមកបោកគូតខោនៅអែលនេះគឺជាចំណុចគេលេងស៊ីម៉ោងត្រូវបច្ចេកទេសបាទទៅបច្ចេកទេសរបស់គេហើយបើយើងលេងមកដាក់កីឡាករលេងខ្សែការពារ6នាក់ហើយបានអីចេញតែអ្នកធ្លាប់លេងកដាលហ្នឹងក៏ត្រូវលេងកដាលអត់កើតដែរព្រោះអ្នកលេងការពារកដាលមានហើយអញ្ចឹងដាក់ការពារកដាលមកទៀតអញ្ចឹងអ្នកនៅកដាលហ្នឹងទៅការពារណាបាទអញ្ចឹងគាត់ដាក់មកហ្នឹងព្រោះហួសហេតុពេកបាទខ្ញុំមិនថាខ្ញុំនឹងនិយាយដែរថាអត់សមបាទអញ្ចឹងបណ្ដាំចុងក្រោយជូនទៅលោកទូសែលសមនឹងចាញ់នឹងឯងបាទសមមុខនឹងចាញ់នឹងឯងបាទបារាំងមួយម៉ៅហ្នឹងដាក់អត់លេងដល់ដៃបារាំងពងតុកសិចមួយសបាយហ្នឹងបាទជួបហើយបាទខ្ញុំជួបហើយនៅក្នុងរដូវកាលនេះគឺ2លើកហើយបាទសម័យកាលរបស់អាសនលនឹងមួយទៅហើយបាទមិនទាន់បាត់បាទគេហៅថាក្លិនអាសនលទៅផងឥឡូវក្លិនអង់គ្លេសមកទៀតបាទហើយអាសនលនឹងនៅណានៅអង់គ្លេសទៀតបាទអញ្ចឹងអង់គ្លេសឆ្នាំនេះគឺរងទុកជាមួយនឹងលេងការពារហ្នឹងគឺអត់បានទាំងពីរបាទមួយមិនបានពៀនមួយទៀតអត់បានទៅកាន់វគ្គផ្ដាច់ព្រាត់បាទសំមុខបាទនេះហៅថាបាល់ទាត់មិនមែនជាការស្រួលទេវាពិបាកណាស់បាទអញ្ចឹងកុំភ្លេចថាខ្សែប្រយុទ្ធ4នាក់ជាខ្សែប្រយុទ្ធធំបាទហើយនៅដាក់បំរើប្រយុទ្ធចូលមកថែមទៀតបាទដោយការប្រកួតចុងក្រោយមួយស្វីសបាទដាក់បំរើប្រយុទ្ធថែមមួយរូបទៀតហើយកុំភ្លេចថា Enzo Fernandez នេះក៏ប្រកែដែរអញ្ចឹងយើងគ្រាន់តែរៀបរាប់ប៉ុណ្ណេះគ្រាន់តែអ្នកអាចរកគ្រាប់បាល់បានមិនតិចជាង6នាក់ទេដែលអាចរកគ្រាប់បាល់បានហើយអញ្ចឹងយើងខំប្រឹងលេងការពារអ្នកណាទុកអ្នកណាបាទហើយបើសិនតែយើងដាក់ការពារទាំងអស់គេហៅថាដូចឃុំឲ្យគេវាយអញ្ចឹងតែប្រសិនបើយើងមានប្រយុទ្ធខ្លះយើងមានបំរើប្រយុទ្ធខ្លះយើងមានស្លាបប្រយុទ្ធខ្លះនៅលើទីលានទោះបីជាអាសង់ទីនចង់បុកក៏គាត់ត្រូវគិតមើលឃើញគេដែរគាត់ត្រូវបារម្ភដែរអ្នកចាំទីក៏មិនហ៊ានឡើងមកជួយដែរបើសិនតែចង់មកបើសិនជាតំបន់គេនៅមានគ្រប់គ្រាន់មានប្រយុទ្ធគេអត់ហ៊ានទេហើយទុកតាហារីខេនមួយហើយគ្នានឹងរត់មកត្រេមកហើយមិនដឹងទៅណាខំជួយចង់ងាប់បាទហើយខ្សែការពារយកមកដាក់ជន់គ្នាឲ្យទៅពីបាទបើសិនជាអូថបាទបើសិនជាយើងនិយាយមែនតើបាល់នេះគឺគួរតែដោះដូរបំរើការពារចូលមិនមែនដាក់ខ្សែការពារទេខ្ញុំចំណុចហ្នឹងវាអត់ត្រូវទេបងខ្ញុំគិតថាគាត់ខុសហ្មងខ្ញុំនិយាយចឹងខ្ញុំមិនមែនបាទបាន license គ្រូវឹកអីទេណាបាទប៉ុន្តែគ្រាន់តែក្នុងនាមជាអ្នកមើលបាល់មកយូរដែរបាទមិននឹកស្មានតែលេងមកបែបអញ្ចឹងទេបាទបាទឡោ